ในขณะพิธีបើកសិក្ខាសាលាស្ដីអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ ICT លោកស្រីកៅមនោរមនាយិកាវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាបានថ្លែងសារដាស់តឿននិងជំរុញយ៉ាងម៉ឺងម៉ាត់ដល់គ្រូឧទ្ទេសកីឡាទាំងអស់ឲ្យងាកមកចាប់យកការបង្រៀនបែប Digital ដើម្បីលើកកម្ពស់គុណភាពវិស័យកីឡាកម្ពុជាថ្លែងក្នុងឱកាសនោះលោកស្រីនាយិកាបានប្រកាសជាដាច់ខាតពីការផ្លាស់ប្ដូរប្រព័ន្ធអប់រំកាយនិងកីឡាថាការបង្រៀនតាមបែបប្រពៃណីដែលលោកគ្រូអ្នកគ្រូធ្លាប់អនុវត្តក្នុងការបង្រៀនកន្លងមកគឺយើងលែងប្រើប្រាស់ទៀតហើយបច្ចុប្បន្នយើងកំពុងតែអនុវត្តការបង្រៀនតាមបែបបច្ចេកវិទ្យាដូច្នេះហើយការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យានិងសារគមនាគមន៍មានភាពចាំបាច់យើងជាគ្រូឧទ្ទេសត្រូវតែចេះនឹងដើរឲ្យទាន់យុគសម័យនេះលោកស្រីកៅមនោរមបានពន្យល់បន្ថែមថាការយល់ដឹងនិងការចេះប្រើប្រាស់ប្រព័ន្ធ ICT គឺជារឿងមិនអាចខ្វះបានសម្រាប់គ្រូបង្រៀននាពេលបច្ចុប្បន្ននៅក្នុងបរិបទនៃការរីកចម្រើនផ្នែក Digital គ្រូកីឡាចាំបាច់ត្រូវតែអភិវឌ្ឍសមត្ថភាពខ្លួនឯងដើម្បីភាពងាយស្រួលក្នុងការស្រាវជ្រាវបង្កើតមេរៀននិងចងក្រងឯកសារទំនើបសម្រាប់បង្រៀននិងចែករំលែកបន្តជូនដល់គ្រូសិស្សដែលជាអនាគតគ្រូកីឡានៅទូទាំងប្រទេសបន្ថែមពីនេះលោកស្រីបានបញ្ជាក់ថាផ្អែកលើចក្ខុវិស័យរបស់ក្រសួងអប់រំយុវជននិងកីឡាព្រមទាំងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលការធ្វើបដិវត្តកម្មវិធី Digital ក្នុងវិស័យអប់រំកាយនេះមិនមែនគ្រាន់តែជាការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាប៉ុណ្ណោះទេប៉ុន្តែជាសសរស្តម្ភដ៏សំខាន់ក្នុងការសម្រេចឲ្យបាននូវការអប់រំកីឡាប្រកបដោយគុណភាពសមធម៌និងបរិយាបន្នជាចុងក្រោយលោកស្រីនាយិកាបានបង្ហាញពីក្តីសង្ឃឹមយ៉ាងមុតមាំថាតាមរយៈការបណ្ដុះបណ្ដាលបច្ចេកវិទ្យារយៈពេល3ថ្ងៃនេះលោកគ្រូអ្នកគ្រូទាំងអស់នឹងមានសមត្ថភាពជាក់ស្ដែងក្នុងការប្រើប្រាស់ប្រព័ន្ធ CPD ដើម្បីបង្កើតនិងគ្រប់គ្រងវគ្គសិក្សាកីឡាតាមប្រព័ន្ធ Electronic e-learning ឲ្យមានគុណភាពខ្ពស់និងមានទម្រង់ឯកភាពស្របតាមស្តង់ដារអប់រំរួមរបស់វិទ្យាស្ថានAMS Sport ដើម្បីកីឡា